ហើយនៅពេលដែរកងទ័ពរបស់គ្រួសារ Pendragon បានមកដល់ពួកគេក៏បានជិះសេះទៅជាន់អាប៉ិមេចៅនឹងទៀតផងហើយបន្ទាប់ពីនឹងមកពួកគេក៏បានយកអាប៉ិមេចៅទៅដំនឹងដែកគោលជាប់នឹងឈើឆ្កាងតែម្ដងហើយចំណែកឯ Eren កំពុងតែដើរពិនិត្យមើលជំរំចោលស្រាប់តែគេបានឃើញរលាក្បាលខ្មោចជាច្រើនហើយគ្រាន់តែឃើញបែបនឹងភ្លាមធ្វើឲ្យគេខឹងជាខ្លាំងហើយក៏បានយកដាវទៅចាក់អាប៉ិមេចៅនឹងទៅហើយក៏បាននិយាយថាតាំងពីយើងចូលមកដល់ភូមិនេះយើងមិនទាន់ឃើញប្រជាជនដែលរស់នៅក្នុងភូមិនេះសំបីតែម្នាក់តើឯងបានសម្លាប់ពួកគេអស់ហើយមែនទេហើយនៅពេលហ្នឹងដែរមេចៅម្នាក់ហ្នឹងក៏មិនបាននិយាយថាគេនឹងសម្លាប់ប្រជាជនទាំងអស់នោះដែរប៉ុន្តែគេក៏បានសុំ Eren ហ្នឹងឲ្យលើកលែងទោសឲ្យគេទៅហើយ Eren ក៏បានតបទៅគេវិញថាមនុស្សដែលក្បត់ទឹកដីរបស់ខ្លួនតើឯងគិតថាគេហ្នឹងមានតម្លៃអាចរੂបានទៀតមែនហើយបើសិនជាយើងលើកលែងឯងតើគ្រួសារប្រជាជនដែលពួកឯងបានសម្លាប់នោះអាចលើកលែងឲ្យយើងទេបន្ទាប់ពីនិយាយហើយ Eren ក៏បានដើរទៅប្រាប់ប្រជាជនទាំងនោះថាមួយហ្នឹងយើងទុកឲ្យពួកឯងហើយពួកឯងចង់កាប់ចង់សម្លាប់ចង់ឆាចង់ស្ងោរវាក៏យើងមិនខ្វល់ដែរពួកឯងធ្វើអីក៏ធ្វើទៅហើយគេក៏បានដើរចេញទៅហើយគ្រាន់តែ Eren ដើរផុតភ្លាមពួកគេក៏បានមើលមុខគ្នាហើយគេចាប់ផ្ដើមញញថ្មិញតែម្ដងគឺថាពួកគេបានខឹងអាមេចៅនឹងជាខ្លាំងហើយពួកគេក៏បាននាំគ្នាដើរទៅសម្ដៅរកអាមេចៅនឹងតែម្ដងហើយក៏បាននាំគ្នារឹសឈើរឹសថ្មយកមកសម្លាប់អាប៉ិមេចៅនឹងធ្វើឲ្យគេស្លាប់ទាំងវេទនាហើយបន្ទាប់ពីនឹងមក Eren ក៏បានធ្វើដំណើរមកជួបនឹងរូបសំណាករបស់ព្រះម៉ែនៃពន្លឺ Leona ប៉ុន្តែនៅទីនឹងដែរក៏មានកូនចៅម្នាក់បានស្រងំនៅទីនឹងហើយនៅពេលដែលគេឃើញ Eren ភ្លាមគេក៏បានរត់ចេញសម្ដៅទៅវាយប្រហារ Eren ប៉ុន្តែពេលនោះ Eren កំពុងតែខឹងផងមិនបានយូរប៉ុន្មាន Eren ក៏បានសម្លាប់គេចោលទៅហើយក៏បានខ្ទាតឈាមប្រឡាក់រូបសំណាករបស់ព្រះម៉ែនៃពន្លឺ Leona ទៀតផងហើយពេលនោះដែរ Eren ក៏បាននិយាយទៅកាន់រូបសំណាករបស់ព្រះម៉ែ Leona នឹងថាព្រះម៉ែ Leona តែទ្រង់ពិតជាខឹងខ្ញុំហើយមែនទេដែលខ្ញុំបានសម្លាប់មនុស្សនៅមុខទ្រង់ហើយថែមទាំងធ្វើឲ្យឈាមប្រឡាក់ទៅលើរូបសំណាករបស់ទ្រង់ទៀតផងប៉ុន្តែខ្ញុំបានចាប់ជាតិសាជាថ្មីនៅក្នុងរូបរាងកាយមួយនេះដូច្នេះហើយខ្ញុំមិនចង់រស់នៅដូចជីវិតមុនរបស់ខ្ញុំទេអ្នកណាដែលហ៊ានក្បត់ខ្ញុំនឹងសោងទៅវិញនៅអ្វីដែលគេបានធ្វើមកលើខ្ញុំនេះហើយគឺជាចរិតរបស់ខ្ញុំហើយបន្ទាប់ពីនឹងមក Eren ក៏បានដឹកនាំកងទ័ពរបស់គ្រួសារ Pendragon ចេញដំណើរទៅព្រៃខាងលិចហើយអ្នកភូមិនៅទីនោះក៏បានចេញមកជួបដំណើរ Eren ដែរហើយមើលទៅពួកគេដូចជាស្រឡាញ់ Eren ខ្លាំងណាស់ហើយបន្ទាប់ពីនឹងមកលោកពូគីឡានក៏បានសួរទៅ Eren ថាលោកម្ចាស់តូយ៉ាតែយើងពេលនេះបានធ្វើដំណើរទៅព្រៃខាងលិចហើយមែនហើយ Eren ក៏បានតបទៅលោកពូគីឡានវិញថាទេយើងមិនទាន់ចេញដំណើរទៅទេយើងនៅសល់រឿងមួយទៀតដែលធ្វើមុននឹងយើងចេញដំណើរហើយបន្ទាប់ពីនឹងមកយើងកាត់ទៅមើល Eren កំពុងតែនិយាយគ្នាជាមួយនឹងលោកយាយរបស់គាត់មុននឹងការធ្វើដំណើរចេញមកដើម្បីចូលទៅក្នុងព្រៃខាងលិចគឺលោកយាយផ្ដាំឲ្យ Eren ទៅប្រយុទ្ធជាមួយនឹងពពួកអុកដោយសារតែកាលពីមុនពពួកអុកនឹងបានស្ថិតនៅក្នុងក្រោមការត្រួតត្រារបស់គ្រួសារ Pendragon ប៉ុន្តែដោយសារតែ Eren មិនបានចុះកិច្ចសន្យាជាមួយនឹងនាគសធ្វើឲ្យគ្រួសារ Pendragon ចុះធ្លាក់ទន់ខ្សោយដូច្នេះហើយពពួកអុកនឹងវាលែងខ្លាចគ្រួសារ Pendragon ហើយដូច្នេះហើយធ្វើឲ្យ Eren ត្រូវទៅប្រយុទ្ធជាមួយនឹងពពួកអុកនឹងដើម្បីបង្ហាញពីកម្លាំងរបស់គេដើម្បីឲ្យពពួកអុកនឹងគោរពនិងធ្វើតាមគេម្ដងទៀតហើយយើងកាត់មកមើលការប្រកួតគ្នានៅជាតិមុនរបស់ Eren គឺថាគាត់ក៏បានប្រកួតជាមួយនឹងអុកម្នាក់ដែរប៉ុន្តែការយកឈ្នះអុកម្នាក់នោះបានធ្វើឲ្យគាត់វេទនាជាខ្លាំងហើយយើងកាត់មកមើល Luna និងអប៉ិមេកងអង្គរៈរបស់នាងវិញគឺថាពេលនេះពួកគេកំពុងតែជួបប្រទះនឹងពួកអុកនឹងហើយយើងមកមើលមូលហេតុអ្វីបានជា Luna នៅជាមួយនឹងអប៉ិមេកងអង្គរៈនឹងដោយសារតែអប៉ិមេកងអង្គរៈនឹងបានទៅសុំអង្វរឲ្យ Luna នឹងឲ្យគេការពារ Luna ទៅទឹកដីរបស់នាងវិញហើយ Luna ក៏បានយល់ព្រមទៅព្រោះដោយសារតែនាងក៏ត្រូវនាំគេទៅទឹកដីរបស់នាងវិញដែរដើម្បីយកឲ្យឪពុករបស់នាងដាក់ទោសគេដោយសារតែគេបានទៅខົບខិតជាមួយនឹងចៅទៅវាយប្រហារ Eren នឹងឯងដោយសារតែហេតុនេះហើយទើបធ្វើឲ្យពួកគេទាំងពីរបានជួបនឹងក្រុមអុកមួយក្រុមនឹងហើយនៅក្នុងក្រុមអុកនឹងដែរក៏មានអុកមួយដែលជាមេក្រុមគេក៏បានមកនិយាយថាដោយសារតែអប៉ិមេក្រុមកងអង្គរៈនឹងបានយកដាវមកភ្ជុំមុខគេដូច្នេះហើយគេត្រូវតែប្រកួតគ្នាស្លាប់រស់ជាមួយនឹងអប៉ិមេកងនឹងហើយមិនទាន់នឹងបានប្រយុទ្ធគ្នាផង Eren ក៏បានមកដល់ហើយ Eren ក៏បាននិយាយទៅកាន់ពួកគេថាណាតើពួកអញធ្វើអីហើយចំណែកអប៉ិមេកងវិញគ្រាន់តែឃើញ Eren មកភ្លាមក៏បានរត់ទៅសុំឲ្យ Eren ជួយភ្លាមហើយចំណែក Eren ក៏បានគិតថាគ្រួសារ Luna ជ្រើសរើសអប៉ិមេកងអង្គរៈហ្នឹងបានដោយយ៉ាងម៉េចបើចរិតវាអញ្ចឹងហ្នឹងហើយបន្ទាប់មកកងទ័ពរបស់គ្រួសារ Pendragon ក៏បានមកតាមពីក្រោយ Eren ហើយទង់របស់គ្រួសារ Pendragon ក៏បានបង្ហាញឡើងហើយចំណែកអប៉ិអុកគ្រាន់តែឃើញទង់គ្រួសារ Pendragon ភ្លាមគេក៏បានស្គាល់ហើយថានោះគឺជា Eren Pendragon ហើយគេក៏បានប្រើសម្រែកអុកស្រែកទៅដាក់ Eren ដែលធ្វើឲ្យអ្នកនៅទីនោះមានការភ័យខ្លាចគ្រប់គ្នាប៉ុន្តែលើកលែងតែ Eren ទេគឺ Eren មិនកើតអីទេហើយគេក៏បានចុះពីលើសេះហើយក៏បានដើរសម្ដៅទៅរកពពួកអុកទាំងនោះហើយ Eren ក៏បាននិយាយទៅកាន់ពួកគេថាអូឯងចង់ឲ្យគ្នាចឹងបានយើងនឹងបណ្ដោះឯង
ហាប៉ែអងនឹងគ្រាន់តែឃើញចឹងភ្លាមធ្វើឲ្យគេសប្បាយចិត្តជាខ្លាំងហើយបន្ទាប់មកគេក៏បាននិយាយទៅកាន់អេរ៉ែនថាហ៎សំអាងលើអីចង់មកប្រកួតជាមួយនឹងយើងសម្បត្តិត្រឹមឯងគ្រាន់តែយើងដាក់មួយដៃឯងស្លាប់បាត់ទៅហើយប៉ុន្តែអេរ៉ែនមិនបានតបតជាមួយនឹងគេទេប៉ុន្តែគ្រាន់តែអេរ៉ែនបានយកក្បាលរបស់គេទៅអុកជាមួយនឹងក្បាលរបស់អុកបានធ្វើឲ្យប៉ែអុកនឹងបែកសើជាខ្លាំងហើយគេក៏បានដួលបានសម្រេចហើយចំណែកឯគ្នារបស់គេនៅពេលដែលឃើញគេដួលនឹងមិនទៅជួយទេហើយក៏បាននាំគ្នាសើចចំអកឲ្យគេទៀតដោយសារតែនេះគឺជាការប្រកួតរវាងគេនិងអេរ៉ែនឃើញគ្នាគេសើចចំអកឲ្យគេចឹងហើយគេក៏បានងើបមកវិញលើកនេះគឺគេចង់ប្រកួតជាមួយនឹងអេរ៉ែនដោយប្រើកម្លាំងរបស់គេពេញហើយនិយាយអញ្ចឹងដាក់អេរ៉ែនក៏មិនចោលដែរអេរ៉ែនក៏បានបោះដាវរបស់គេចោលហើយក៏បាននិយាយទៅកាន់អុកថាអូឯងចង់ប្រកួតកម្លាំងពេកបានយើងនឹងប្លោឯងហើយចំណែកអាប៉ែអុកហ្នឹងក៏មិនចាស់ដែរក៏បានបោះរបងគេចោលដូចគ្នាហើយក៏បាននិយាយទៅកាន់អេរ៉ែនថាណែឯងកុំត្រឹមម្ដាយរបស់យើងហើយដេកឲ្យសោះណាវើយហើយយើងក៏បានឃើញហើយថាកម្លាំងដៃរបស់អុកហ្នឹងពិតជាខ្លាំងមែនហើយបើមនុស្សធម្មតាត្រូវវិញនោះគ្រាន់តែម្ដាយនឹងទេលាចាកលោកបាត់ទៅហើយប៉ុន្តែក៏ជួនអីអេរ៉ែនក៏អាចទប់ទល់នឹងកម្លាំងរបស់អុកនឹងបានប៉ុន្តែគ្រាន់តែអាវក្រោះរបស់គេបានបែកបាក់បន្តិចហើយបានជាអេរ៉ែនអាចទប់ទល់នឹងកម្លាំងអុកនឹងបានដោយសារតែអាវក្រោះនឹងឯងព្រោះថាអាវក្រោះហ្នឹងគឺជាអាវក្រោះពិសិដ្ឋរបស់គ្រួសារ Pendragon នឹងឯងហើយបន្ទាប់មកពួកគេបានសម្ដៅទៅរកគ្នាទៀតហើយប៉ុន្តែពេលនោះស្រាប់តែអុកហ្នឹងអាចមានឱកាសអាចវាយអេរ៉ែនបានមួយដែរប៉ុន្តែអេរ៉ែនក៏បានទប់ជាប់ប៉ុន្តែគេក៏មិនបានកាត់អីធ្ងន់ធ្ងរដែរគ្រាន់តែបែកក្បាលបន្តិចតែប៉ុណ្ណោះហើយបន្ទាប់ពីអាប៉ែអុកហ្នឹងឃើញអេរ៉ែនមិនកាត់អីគេក៏បានតតទៅអេរ៉ែនមកជើទៀតប៉ុន្តែគាត់ជួនអីអេរ៉ែនក៏បានចាប់ជើងគេជាប់ហើយក៏បានទាញជើងរបស់គេធ្វើឲ្យគេអត់ចំហហើយបន្ទាប់មកអេរ៉ែនក៏បានលោតទៅលើហើយក៏បានទាត់គេមួយជើងចុះមកក្រោមវិញធ្វើឲ្យអេរ៉ែនជាអ្នកទទួលបានជ័យជំនះប៉ុន្តែការឈ្នះរបស់អេរ៉ែនក៏ធ្វើឲ្យគេនឹងប៊ីនឹងបាក់ដៃទៅហើយប៉ុន្តែដោយសារតែអធិពលព្យាបាលរបួសរបស់គេបានព្យាបាលរាងកាយរបស់គេទាំងមូលតែម្ដងហើយបន្ទាប់ពីនឹងមកអេរ៉ែនក៏ប្រពន្ធអាប៉ែអុកនឹងឲ្យធ្វើជាកូនចៅរបស់គេហើយចំណែកអាប៉ែអុកនៅពេលនេះវិញគឺថាចរិតខុសគ្នាដាច់ពីមុនតែម្ដងគឺគេយល់ព្រមធ្វើជាកូនចៅរបស់អេរ៉ែនហើយហើយដូច្នេះហើយអេរ៉ែនក៏បានដើរទៅយកដើរប្រចាំតកោរបស់គេដើម្បីតែងតាំងក្រុមអុកនោះឲ្យคล้ายទៅជាអ្នកការពារគ្រួសារ Pendragon ហើយបន្ទាប់ពីនឹងមកអេរ៉ែនក៏បាននាំលូណាមកព្រមប្រទល់ទឹកដីរបស់នាងដើម្បីឲ្យនាងធ្វើដំណើរទៅផ្ទះរបស់នាងវិញហើយមុននឹងអេរ៉ែនចាក់ចេញបន្តដំណើរទៅព្រៃខាងលិចម្ដងទៀតអេរ៉ែនក៏បានប្រាប់អាប៉ែមេកងអង្គរៈនឹងថាណែបើដាវរបស់ឯងលើកក្រោយហ៊ានតែភ្ជុំមកលើយើងនោះឯងនឹងមិនចាប់ត្រឹមតែដៃមកខាងរបស់ឯងទេបន្ទាប់ពីនិយាយហើយអេរ៉ែនក៏បានធ្វើដំណើរចាក់ចេញពីទីហ្នឹងទៅហើយចំណែកឯលូណាវិញពេលនេះបានត្រឹមតែមើលអេរ៉ែនពីក្រោយខ្នងទេហើយនាងក៏ប្រកាសក្នុងចិត្តឲ្យថាពេលនេះ fall in love 100%ហើយបន្ទាប់មកយើងកាត់មកមើលព្រៃខាងលិចឯនេះវិញគឺថាពេលនេះអេរ៉ែនបានធ្វើដំណើរមកដល់ព្រៃខាងលិចហ្នឹងហើយបន្ទាប់មកពួកគេក៏បាននាំគ្នាបោះជំរំសម្រាប់ទៅហើយបន្ទាប់មកស្រាប់តែមានបិសាចបានវាយប្រហារកូនចៅរបស់អេរ៉ែនដែលកំពុងតែដើរយាមរបស់ហើយគេក៏បានស្លាប់ទៅហើយមុននឹងស្លាប់គេក៏បាននិយាយថាលោកម្ចាស់ហើយតាមទង្វើដែលគេបានបង្ហាញមកគឺថាពេលនេះគេគោរពស្រឡាញ់អេរ៉ែនណាស់គឺគេមិនចង់ឲ្យអេរ៉ែនមានគ្រោះថ្នាក់ទេដូច្នេះហើយបានគេចង់ប្រាប់អេរ៉ែនឲ្យមានការប្រុងប្រយ័ត្នហើយបិសាចដែរមកវាយលុបអេរ៉ែនហ្នឹងគឺជាបិសាចក្រុងឆ្អឹងដែលអាចប្រើវេទមន្តបានហើយបើអ្នកទាំងអស់គ្នាស្គាល់ជួយ comment ផងខ្ញុំភ្លេចបាត់ហើយអត់ដឹងថាហ្នឹងគេហៅអីហើយវាថែមទាំងអាចជប់កងទ័ពក្រុងឆ្អឹងបានជាច្រើនថែមទៀតផងហើយគ្រាន់តែបិសាចក្រុងឆ្អឹងហ្នឹងជប់កងទ័ពក្រុងឆ្អឹងមកហ្នឹងអេរ៉ែនក៏បានដឹងភ្លាមហើយគេក៏បានស្ទុះស្ទាទៅរកដាវរបស់គេដើម្បីចេញទៅប្រយុទ្ធជាមួយនឹងកងទ័ពក្រុងឆ្អឹងហើយការប្រយុទ្ធរវាងអេរ៉ែននិងកងទ័ពក្រុងឆ្អឹងបានធ្វើឲ្យលឺសំឡេងដល់គ្នារបស់គេធ្វើឲ្យគ្នារបស់គេភ្ញាក់មកមើលហើយនៅពេលដែលពួកគេមកដល់ពួកគេក៏បានឃើញកងទ័ពក្រុងឆ្អឹងជាច្រើនហើយពួកគេក៏បានចាប់ផ្ដើមការប្រយុទ្ធគ្នាទៅប៉ុន្តែប្រយុទ្ធគ្នាមិនបានប៉ុន្មានផងស្រាប់តែខាងកងទ័ពរបស់ Pendragon បានចាញ់ព្រៀបកងទ័ពក្រុងឆ្អឹងបាត់ទៅហើយសំបីតែអេរ៉ែនពេលហ្នឹងក៏ពិបាកទប់ទល់ជាមួយនឹងកងទ័ពក្រុងឆ្អឹងនឹងដែរប៉ុន្តែស្រាប់តែពេលនោះក៏មានដំបងយុទ្ធសិលមួយបានបញ្ចេញយុទ្ធសិលរបស់គេដើម្បីការពារកងទ័ព Pendragon ហើយនោះក៏មិនមែនជាអ្នកណាឆ្ងាយដែរគឺជាអុកដែលអាចប្រើវេទមន្តនឹងឯងហើយគេក៏បានប្រើវេទមន្តរបស់គេជប់ដើមឈើនៃជីវិតមកដើម្បីបង្ក្រាបឥទ្ធិពលនៃសេចក្តីស្លាប់ហើយដោយសារតែជំនួយដើមឈើនៃជីវិតអេរ៉ែនក៏បានរកឃើញមេបិសាចក្រុងឆ្អឹងនឹងហើយអុកដែលចេះប្រើវេទមន្តនឹងក៏បានប្រាប់ទៅអេរ៉ែនថាដើមឈើនៃជីវិតទប់ទល់មិនបានយូរទេដូច្នេះឲ្យអេរ៉ែនទៅកម្ចាត់អាមេបិសាចហ្នឹងទៅហើយអេរ៉ែននៅពេលដែលឮបែបហ្នឹងគេក៏ប្រញាប់រត់ទៅរកកាតាដែលជាអ្នកដែលធ្លាប់ប្រយុទ្ធជាមួយនឹងគេប្រាប់កាតាថាណែកាតាយើងចង់ឡើងទៅលើឯងរៀបចំទៅហើយកាតាក៏បានដូចចិត្តទៀតក៏បានបោះដំបងគេចោលហើយក៏បានប្រាប់អេរ៉ែនឲ្យរត់មកហើយនៅពេលដែលអេរ៉ែនរត់ទៅដល់គេក៏បានយកដៃរបស់គេដាក់ខាងក្រោមជើងអេរ៉ែនហើយក៏បានគប់អេរ៉ែនឡើងទៅលើតែម្ដងហើយបន្ទាប់ពីមកដល់ខាងលើអេរ៉ែនក៏បានប៉ះជាមួយនឹងមេបិសាចហ្នឹង
ហើយការប្រយុទ្ធរវាង Eren និងមេបិសាចហ្នឹងគឺថា Eren បានចាញ់ប្រៀបមេបិសាចហ្នឹងហើយដោយសារតែមេបិសាចហ្នឹងចេះប្រើវេទមន្តដូច្នេះ Eren មិនអាចចូលទៅជិតគេបានទេហើយថែមទាំង Eren បានត្រូវមេបិសាចហ្នឹងទប់ស្ពេដាក់ធ្វើឲ្យគេ stun មិនអាចកម្រើកបានហើយនៅពេលដែល Eren ចិត្តត្រូវបានមេបិសាចខ្វាយទៅហើយស្រាប់តែដាវរបស់គេបានបញ្ចេញពន្លឺហើយក៏បានធ្វើឲ្យគេដាច់ stun នឹងអាចកម្រើកបានធម្មតាហើយថែមទាំងធម្មពលរបស់គេកើនឡើងទៀតផងហើយមុននឹងបញ្ចប់សាច់រឿងរបស់យើងសូមអរគុណទៅដល់បងភក្តីដែលបានឧបត្ថម្ភខ្ញុំចំនួន13សេនបាទអរគុណច្រើនមែនទែនបង